Mày 24 កក្កដាឆ្នាំ 2026 គឺជាគម្រប់ខួប1ឆ្នាំនៃការបង្កសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាដែលទង្វើដ៏ព្រៃផ្សៃនេះបានដកជាប់នូវការឈឺចាប់ក្នុងចិត្តនិងមិនអាចបំភ្លេចបានពីការចងចាំរបស់ប្រជាជនខ្មែរនៅវេលាម៉ោង 8:40 នាទីព្រឹកថ្ងៃប្រហ័សទី 24 ខែកក្កដាឆ្នាំ 2025 យោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតំនធំហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញចាប់ពីពេលនោះសំលេងគ្រាប់កាំភ្លើងគ្រាប់ផ្លោងនិងគ្រាប់បែកចាប់ផ្ទុះឡើងត្រហឹងរំពងព្រៃតាមបណ្ដោយជាដែនកម្ពុជាថៃប្រទេសកម្ពុជាដែលកំពុងរស់ដោយសន្តិភាពបែរជាទទួលរងនឹងការឈ្លានពានទីហ៊ានត្រូវបានបញ្ជូនទៅកាន់តំបន់ព្រំដែនប្រជាជនរស់នៅតំបន់ព្រំដែនបង្ខំចិត្តរត់ចាកចេញពីផ្ទះសម្បែងមកកាន់ទីទួលមានសុវត្ថិភាពប្តីប្រពន្ធកូនឃ្លាតចាកពីឪពុកម្ដាយដើម្បីបុព្វហេតុការពារជាតិមាតុភូមិផ្ទះសម្បែងដែលធ្លាប់រស់នៅសុខស្រួលត្រូវបានខូចខាតវត្តអារាមដែលជាកន្លែងស្ងប់ស្ងាត់ត្រូវបានកំទេចសាលារៀនមន្ទីរពេទ្យអគារហេដ្ឋារចនាសម្ព័ន្ធរហូតដល់ប្រាសាទដែលជានិមិត្តរូបនៃប្រជាជាតិខ្មែរនិងជាមរតករបស់ពិភពលោកគឺប្រាសាទព្រះវិហារត្រូវបានរងការបំផ្លិចបំផ្លាញភាពឈឺចាប់ទាំងនេះបាននាំឲ្យកម្លាំងជាតិនិយមខ្មែរពុះកញ្ជ្រោលឡើងជំរុញឲ្យប្រជាជននិងអ្នកនយោបាយខ្មែរមកពីគ្រប់និន្នាការបង្ហាញនូវស្មារតីស្នេហាជាតិនិងការរួបរวมគ្នាយ៉ាងខ្លាំងក្លាដើម្បីការពារជាតិមាតុភូមិជាពិសេសស្មារតីនៃការពហិការផលិតផលសៀមដែលជាប្រទេសល្មមសង្គ្រាមទន្ទ្រានចង់បានដីខ្មែរតាំងពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្នតែយ៉ាងណាសង្គ្រាមនៅក្នុងខែកក្កដាឆ្នាំ 2025 មានរយៈពេល5យប់5ថ្ងៃដែលគេឲ្យឈ្មោះថាសង្គ្រាម5ថ្ងៃនេះបានបិទបញ្ចប់ទៅវិញតាមរយៈបទឈប់បាញ់ដែលបានធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ីហើយកងកម្លាំងកម្ពុជាបានរៀបរៀងការឈ្លានពានរបស់សៀមនិងបានការពារបូរណភាពទឹកដីបើទោះបីជាមានបទឈប់បាញ់ក្តីក៏ប្រទេសថៃនៅតែបន្តរំលោភបំពាននៅបទឈប់បាញ់ដែលមានការរាយបន្លាលួសនិងការបង្ករឿងជាមួយកងកម្លាំងកម្ពុជារហូតដល់ផ្ទុះសង្គ្រាមជាលើកទី2នៅក្នុងខែធ្នូឆ្នាំ 2025 ដែលទង្វើរបស់ជនឈ្លានពាននេះបានធ្វើឲ្យប្រជាជនកម្ពុជានិងអន្តរជាតិបានឃើញពីសកម្មភាពយ៉ាងច្បាស់នៃការឈ្លានពានរបស់ថៃពិតៗ